អ្នកណានឹងយប់ជ្រៅហើយមិនដេកមិនពួនទេ លោកពូគ្រូគឺខ្ញុំទេ លីងយានទេគេយប់ជ្រៅម្លេះហើយហេតុអីបានជារត់មកទីនេះ លោកពូគ្រូខ្ញុំមកដើម្បីហាត់ក្បាច់គុណជាមួយលោកពូគ្រូ ហាត់ក្បាច់គុណខ្ញុំមិនចេះអ្វីទាំងអស់ខ្លាចតែណែនាំអញមិនបានទេ លោកពូគ្រូពួកយើងចូលទៅនិយាយខាងក្នុងសិនតើល្អទេ ល្អអីចឹងឯងចូលមកចុះ លោកពូគ្រូបិទទ្វារផង អូល្អក្មួយលីងយានឯងកំពុងធ្វើស្អីហ្នឹង លោកពូគ្រូមនុស្សនៃនិកាយស្វៀនសាចិត្តមកដល់ហើយខ្ញុំចង់ទម្លុះកម្រិតឲ្យបានលឿន ទម្លុះកម្រិតក៏មិនបាច់ដោះខោអាវដែរតើ លោកពូគ្រូក្បួនក្បាច់គុណនេះខ្ញុំបានមើលរួចហើយ អញទៅរកឃើញវាមកពីណា ប្រកាសជាយកចេញពីក្រោមខ្នើយរបស់លោកពូហើយ នេះមិនមែនជាក្បួនក្បាច់គុណអីទេគ្រាន់តែជាសៀវភៅអានលេងពេលទំនេររបស់ខ្ញុំប៉ុណ្ណោះ លោកពូគ្រូកុំធ្វើពុតអីខ្ញុំដឹងថាឈីងលន់ទម្លុះកម្រិតបានលឿនយ៉ាងនេះប្រកាសជាដោយសារហាត់ក្បាច់គុណនេះជាមួយលោកពូហើយខ្ញុំក៏ចង់ទម្លុះកម្រិតឲ្យបានលឿនដែរ រឿងនេះមិនសូវសំទេប្រសិនបើគ្រូរបស់អញដឹងមុខជាសម្រាប់ខ្ញុំមិនខាន លោកពូកុំបារម្ភខ្ញុំមិននិយាយផ្ដេសផ្ដាស់ទេ អញប្រកាសថាចង់ធ្វើបែបនេះមែនទេ ពិតមែនហើយមនុស្សនៃនិកាយស្វៀនសាចិត្តមកដល់ហើយបើសិនជាពួកយើងធ្លាក់ចូលក្នុងកណ្ដាប់ដៃពួកគេប្រកាសជារស់មិនស្មើនឹងស្លាប់ឡើយជាជាងទុកឲ្យពួកគេបំពេញមិនស្មើនឹង ជប់សិនឯងកំពុងតែបង្ខំឲ្យខ្ញុំធ្វើខុសតាមិនបានទេមកចុះលោកពូកុំបារម្ភខ្ញុំធ្វើដោយស្ម័គ្រចិត្តទេ ឈប់នឹកស្មានមិនដល់សោះថាពិតជាអាចទម្លុះដល់កម្រិតបំផ្លាញទេមែនក្បាច់គុណរបស់លោកពូពិតជាអស្ចារ្យមែន ទីបំផុតអញទម្លុះកម្រិតបានហើយបើនៅតែបន្តហាត់ទៀតខ្ញុំខ្លាចតែដាច់ខ្យល់ស្លាប់នៅទីនេះមិនខាន លោកពូគ្រូពូកែយ៉ាងនេះហេតុអីមិនជួយរៀមច្បងស្រីទម្លុះកម្រិតផងទៅ ពួកឯងចាត់ទុកខ្ញុំជាគោបាបង្កាត់ពូជឿយ៉ាងណា លោកពូគ្រូពូកែយ៉ាងនេះមិនអីនោះទេម្យ៉ាងទៀតការជួយពួកយើងទាំង3នាក់ហាត់រៀនក៏ជាតួនាទីរបស់លោកពូដែរ តើអាចទេថាការដែលពួកឯងទម្លុះកម្រិតគឺមិនតាក់ទងនឹងខ្ញុំសោះ លោកពូគ្រូពួកយើងជាប់គាំងត្រឹមកម្រិតនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយពេលនេះស្រាប់តែទម្លុះបានយ៉ាងងាយតើមានរឿងចៃដន្យបែបនេះមកពីណារៀមច្បងស្រីហេតុអីមិនគោះទ្វារមុននឹងចូលមកលីងយានហេតុអីបានជាឯងនៅក្នុងបន្ទប់លោកពូគ្រូឯងទម្លុះកម្រិតហើយមែនទេទាំងអស់នេះសុទ្ធតែជាគុណសម្បត្តិរបស់លោកពូគ្រូ ឈីងឡានឯងរត់ចូលមកទាំងតក់ក្រហល់យ៉ាងនេះមានការអ្វី លោកពូគ្រូមិនស្រួលទេរៀមច្បងឡានស៊ីត្រូវបានគេចាប់ខ្លួនទៅបាត់ហើយ ស្អីគេអ្នកណាជាអ្នកចាប់ គឺម្សិលមិញសិស្សបងស្រីបានចុះភ្នំទៅពេទ្យថ្នាំទឹកតែមិនបានត្រឡប់មកវិញទេលុះយប់ឡើងខ្ញុំបានទទួលសម្បត្តិពីវាងយ៉ាងខុនគេថាបើថ្ងៃស្អែកព្រឹកមិនយកធំវិសុទ្ធទៅចលងភ្នំស្វៀនសាក់ទេគេនឹងធ្វើឲ្យសិស្សបងរស់មិនស្មើនឹងស្លាប់ វាងយ៉ាងខុន ម្នាក់នោះមិនត្រឹមតែជាកម្ពុជាទេក៏ស100ឆ្នាំជួបម្ដងរបស់បាក់ស្វៀនសាក់ទេថែមទាំងពីស្ពូននឹងកាច់សាហាវទៀតផងបើសិនជាសិស្សបងឡានស៊ីធ្លាក់ក្នុងកណ្ដាប់ដៃគេនោះច្បាស់ជាត្រូវគេធ្វើទារុណកម្មដល់ស្លាប់មិនខានលោកពូគ្រូលោកពូត្រូវតែជួយសិស្សបងណា ខ្ញុំត្រឹមជាអ្នកក្បាច់គុណដំណាក់ការបង្ហាត់ខ្យល់យកអីទៅជួយពួកឯងវាតម្លៃខ្ញុំខ្ពស់ពេកហើ លោក យ ពូគ្រូសំបីតែមហាចាស់ព្រឹទ្ធាចារ្យឲ្យហ្វូហ្វុងនៃបាក់ស្វៀនសាក់ក៏ទ្រាំមិនបានមួយក្បាច់របស់លោកពូផងលោកពូអាចជាដំណាក់ការបង្ហាត់ខ្យល់បានយ៉ាងម៉េចឥឡូវនេះក្រៅពីលោកពូគ្មានអ្នកណាអាចជួយសិស្សបងបានទៀតទេ នោះសុទ្ធតែជាអំណាចនៃធម្មវិសុទ្ធពេកទីតាតាក់ទងអីនឹងខ្ញុំមិនបានទេខ្ញុំមិនអាចទៅរងគ្រោះដោយខ្លួនឯងទេ លោកពូគ្រូឲ្យតែលោកពូជួយសង្គ្រោះជីវិតសិស្សបងនាងសុខចិត្តរួមបដិបត្តិធម៌ធ្វើជាមួយលោកពូរយៈពេល1ខែទៀតល្អទេ យីនាងញៀនហើយមែនទេបានហើយយ៉ាងច្រើនបំផុតយកធម្មវិសុទ្ធនោះទៅឲ្យពួកគេទៅ លោកពូគ្រូពួកយើងទៅជាមួយលោកពូដែរ ចាំបន្តិចសិន លោកពូគ្រូលោកពូយកកញ្ចក់បែកបាក់នេះទៅធ្វើអី ឯងដឹងអីនេះជាកញ្ចក់ការពារបេះដូងណាលោកតារបស់ឯងធ្លាប់ប្រាប់ថាដល់ពេលមានអាសន្នអាចជួយសង្គ្រោះជីវិតខ្ញុំបានធ្លាប់ប្រយូរមកហើយថាស្ត្រីនៅក្នុងបាក់យុនសៀនសុទ្ធតែស្អាតដូចស្រីស៊ូថ្ងៃនេះបានឃើញច្បាស់ជាមែនដូចពាក្យគេថា ឯងពិតជាពីស្ពូលមែនប្រើវិធីបែបនេះឯងមិនខ្លាចមនុស្សក្នុងលោកបណ្ដោះធរគេសើចចំអកទេ ពេលដែលខ្ញុំកំចាត់បាក់យុនសៀនរបស់នាងដណ្ដើមបានធំវិសុទ្ធហើយយកពួកនាងទាំងអស់ធ្វើជាធោស្រូបធាតុរបស់ខ្ញុំតើនាងគិតថានៅមាននរណាក្នុងលោកបណ្ដោះធរហ៊ានសើចចំអកដល់រូបខ្ញុំជាម្ចាស់តូចនេះទៀតទេ លោកពូគ្រូរបស់ខ្ញុំនឹងមិនលើកលែងឲ្យឯងជាដាច់ខាត មែនទេអញ្ចឹងខ្ញុំចង់មើលណាស់ថាយប់នេះអាពូគ្រូអត់ប្រយោជន៍របស់នាងតើវាហ៊ានមកឬអត់លោកម្ចាស់តូចពួកវាបានមកដល់ហើយមេបាក់ពួកគេមកដល់ហើយអាល្អិតស្មានតែឯងមិនហ៊ានមកហើយតើខ្ញុំក៏ត្រូវគេបង្ខំឲ្យមកដែរនឹង វាងយ៉ានខួនដោះលែងរៀមច្បងស្រីរបស់ខ្ញុំភ្លាម ប៉ុន្តែលក្ខខណ្ឌគឺត្រូវតែប្រកួតធម្មស័ក្តិសិទ្ធិមកសិនលើកមុនខ្ញុំឲ្យពួកឯងមិនយកខ្លួនឯងសោះឯងឲ្យមែនទេអានឹងកូនចៅរបស់ខ្ញុំ2 3នាក់ត្រូវឯងគប់ថ្មសង្កត់ងាប់អស់ហើយមកពីពួកឯងចាប់មិនជាប់ខ្លួនឯងសោះមកបន្ទោសខ្ញុំបានយ៉ាងម៉េចជប់និយាយប៉ប៉ាច់ប៉ប៉ោចប្រញាប់ប្រកួតធម្មស័ក្តិសិទ្ធិមកបើមិនអញ្ចឹងទេខ្ញុំនឹងយកជីវិតឆ្កែរបស់ពួកឯងពិតជាឲ្យបានតែលក្ខខណ្ឌគឺឯងត្រូវដោះលែងក្មួយស្រីរួមបករបស់ខ្ញុំសិនបាន
យើងដោះលែងមនុស្សខាងប្រកូលធ្ងន់ខាង លោកពូកុំស្ដាប់សំដីគេកំពុងតែបោកប្រាស់អ្នកទាំងអស់គ្នាហើយឲ្យតែប្រកូលថ្មស័ក្តិសិទ្ធទៅយើងទាំងអស់គ្នានឹងត្រូវស្លាប់ ពិតមកទៅគុំវីនាងឲ្យឯងឥឡូវហើយចាំបន្តិចអីទៀតហើយលើកនេះឯងគ្រាន់តែបោះថ្មស័ក្តិសិទ្ធិចុះលើដីទៅបានហើយស្មុគស្មាញមែនទែនហ្មងគ្រាន់តែបោះសោះអាចធ្វើឲ្យដីស្រុតជ្រឹមឡើងកម្លាំងនេះធ្ងន់ប៉ុណ្ណាទៅសំតែពួកសិស្សបាក់ស្វៀនសាហាវត្រូវសង្កត់មកមែនឥឡូវអាចដោះលែងមនុស្សបានហើយនៅសំបីសម្ដីបែបនេះឯងក៏ជឿដែរមើលទៅឯងគ្រាន់តែជាមនុស្សល្ងងដែលមានតែកម្លាំងបាយសិបប៉ុណ្ណោះទាំងអស់គ្នាស្ដាប់បញ្ជាសម្រាប់អត្ថប្រយោជន៍នេះចោលទៅទាំងអស់គ្នាស្ដាប់បញ្ជាសម្រាប់អល្អិតនេះចោលទៅមេបច្ចុះស្រីពីរនាក់នោះគិតយ៉ាងម៉េចនៅសួរទៀតច្បាស់ជាចាប់រួចហើយថ្ងៃនេះខ្ញុំត្រូវប្រើព្រលឹងយន់យីងរបស់ស្រីទាំង3នាក់នេះដើម្បីគំលុះគំរិតក្បាច់គុណមេបកុំបារម្ភលើកនេះពួកយើងធានាថានឹងសម្រេចបំណងរបស់លោកពួកឯងនៅឈោផ្លឹកធ្វើអីទៀតឆាប់ទៅចាត់ការទៅឈីងឡននិងលីងយ៉ាននឹកស្មានមិនដល់ថាពួកនាងសុទ្ធតែទម្លុះកម្រិតទាំងអស់ មីក្មេងស្រីពីរនាក់នេះចង់សាករបស់រឹងមែនទេពួកនាងធ្វើស្អីហ្នឹង លោកពូទុកឲ្យខ្ញុំការពារមនុស្សស្រីរបស់ខ្លួនមិនមែនជារឿងដែលលោកពូធ្វើទេ ពួកនាងខ្លាចជាមនុស្សស្រីរបស់ខ្ញុំតាំងពីអង្កល លោកពូខ្លួនឯងបានធ្វើអីខ្លះក្នុងចិត្តមិនដឹងខ្លួនឯងទេហី បាត់ដៃខ្យល់ទេវៈរបស់ខ្ញុំមួយក្បាច់នេះគ្រប់គ្រាន់នឹងសម្រាប់អ្នកបណ្ដុះកម្រិតហាឈិនគ្រប់រូបអាល្ងងនេះហ៊ានយកទ្រូងមកត្រំផងរកមកមែនលេងសើចធំហើយ ពីព្រោះហើយលោកពូត្រូវមួយដៃនោះពិតមែនរៀនច្បងស្រីធ្វើយ៉ាងម៉េចទៅពួកយើងចប់ហើយ អាឆ្កែឯងវាចេញដៃខូចខើមែនបើគុំតែលោកគ្រូមុនពេលចេញទៅបានបន្សល់ទុកកញ្ចក់សម្រិតនេះឲ្យខ្ញុំគុំអីអញចប់បាត់ហើយកញ្ចក់តុងហាងរបស់នេះមិនក៏នៅលើដៃអញទៅវិញ តើកញ្ចក់តុងហ៊ូមិនមែនជាអាវុធទេពក្នុងរឿងព្រេងទេហេតុអ្វីបានជាទៅនៅក្នុងដៃរបស់លោកពូទៅវិញរឿងនេះមិនបាច់និយាយទេប្រកាសជាលោកគ្រូតាដែលមានចិត្តលំអៀងនោះប្រគល់ឲ្យលោកពូហើយប្រសិនបើអាវុធទេពនេះនៅក្នុងដៃរបស់លោកគ្រូតើយើងអាចត្រូវគេវាយ៉ាងដំណំដូច្នេះទេ នាងក្មេងមិនដឹងខ្យល់ទាំងពីរនាក់កញ្ចក់តុងហ៊ូទោះបីជាអាវុធទេពពិតមែនតែបើគ្មានកម្រិតវិជ្ជាគ្រប់គ្រាន់ទេបង្ខំចិត្តប្រើវានឹងរងការវាបោកវិញតែប៉ុណ្ណោះនៅក្នុងពិភពអ្នកបួសនេះមានតែម្ចាស់ទេដែលអាចប្រើវាបានអាតាចាស់នៃបពុអមតៈនោះមិនប្រគល់ឲ្យម្ចាស់តើអាចឲ្យអ្នកណាបានទៀតកញ្ចក់តុងហ៊ូងកញ្ចក់សេហ៊ូងស្អីនោះរបស់នេះខ្ញុំទុកគ្រាន់តែជាចានឆ្កែប៉ុណ្ណោះអាល្អិតប្រគល់កញ្ចក់តុងហ៊ូងមកខ្ញុំនឹងលែងនាងក្មេងនេះបើមិនដូច្នោះទេខ្ញុំនឹងបិទស្រុកនាងឲ្យរៀងស្ងួតនៅចំពោះមុខឯង វាងយ៉ាងគុណឯងពិតជាគ្មានមុខមាត់សោះហើយយ៉ាងហោចណាស់ឯងក៏ជាកម្ពុជាអ្នកខ្លាំងកម្រិតបំលែងវិញ្ញាណដែរមិននឹកស្មានថាប្រើល្បិចថោកទាបបែបនេះសោះ ហើពួកល្ងងខ្លៅមួយហ្វូងឲ្យតែខ្ញុំទទួលបានកញ្ចក់តុងហ៊ូងនិងត្បូងស័ក្តិសិទ្ធិខ្ញុំនឹងក្លាយជាកម្ពុជាអ្នកខ្លាំងមុខមាត់ប៉ុណ្ណឹងតើមានតម្លៃស្អីគុំនិយាយច្រើនឆាប់ប្រគល់កញ្ចក់តុងហ៊ូងមកឲ្យខ្ញុំភ្លាមអាចឲ្យឯងបានប៉ុន្តែលើកនេះពួកយើងត្រូវព្រមលែងដៃព្រមគ្នាគ្មានបញ្ហាខ្ញុំយល់ព្រមល្អខ្ញុំរាប់3ម៉ាត់1 2 3លែងដៃចង្រៃយៈចុះដែលថាលែងមនុស្សនោះហេតុអីអញបោកប្រាស់អញទៀតហើយអាល្អិតអាល្ងងខ្លៅនេះគេហៅថាសង្គ្រាមមិនប្រកាន់ល្បិចឥឡូវនេះគ្មានកញ្ចក់តុងហ៊ូងនេះទេចាំមើលអញយកអីមកទប់ទល់ជាមួយខ្ញុំទៀតទៅឆ្ងាយទៅមនុស្សដូចឯងនៅស្រុកខ្ញុំវិញគេឈ្មោះមិនសមទាំងទិញសម្បត្តិរភ្លើងល្បឿនលឿនផង លោកពូសិស្សរបស់យើងម្នាក់នេះហេតុអីក៏ស្លូតបូតម្លេះចប់ហើយដើមឡើយពួកយើងវាមិនឈ្នះវាងយ៉ាងខុនទេលើកនេះច្បាស់ជាកាន់តែវាមិនឈ្នះគេទៀតហើយលោកពូសិស្សប្អូនស្រីទាំងពីរកុំខ្វល់ពីខ្ញុំអីប្រញាប់រត់ចេញពីទីនេះទៅ ហាឯងមិនបាច់ស្រែកទេថ្ងៃនេះគ្មានអ្នកណាម្នាក់អាចរត់រួចឡើយ លើកនេះចប់ពិតប្រាកដហើយពួកយើងក៏រត់មិនរួចដែរពេលនេះពួកយើងបានត្រឹមតែសង្ឃឹមថាលោកគ្រូនឹងចេញពីសមាធិមកជួយពួកយើងប៉ុណ្ណោះគុំសង្ឃឹមអីរបួសរបស់លោកគ្រូធ្ងន់ធ្ងរណាស់ក្នុងរយៈពេលកន្លះឆ្នាំនេះមិនអាចចេញមកបានទេ មកពីខ្ញុំទាំងអស់ខ្ញុំមិនគួរជឿពាក្យពួកគេងាយបែបនេះសោះ មិនអីទេពេលនេះនិយាយរឿងទាំងនេះហួសពេលអស់ហើយបើតច្រកពិតមែនប្រថុយស្លាប់ទៅទោះស្លាប់ក៏មិនព្រមឲ្យគេយកទៅធ្វើជាកញ្ចុំធម្មពលល្អណាស់បងស្រីពួកយើងប្រថុយជាមួយវាទៅ ដូចកណ្ដូបប្រជែងរទេះមិនស្គាល់កម្លាំងខ្លួនឯងឥឡូវនេះយើងនឹងប្រើកញ្ចក់តុងហ៊ូងនេះចាប់អ្នកទាំងអស់គ្នាតែម្ដងកញ្ចក់តុងហ៊ូងសង្កត់ពួកវាទៅ នេះជារាធានុភាពនៃអាវុធទេពខ្ញុំទ្រាំស្ទើរតែមិនរួចហើយ មនុស្សពីរនាក់នេះកំពុងសម្ដែងរឿងមែនទេហេតុអីបានជាខ្ញុំគ្មានអារម្មណ៍មិនស្រួលបន្តិចសោះបែបនេះចៅហ្វាយលោកជាកម្ពុជាអ្នកប្រាជ្ញដែលត្រាស់ដឹងឡើងឋានសួគ៌កញ្ចក់នេះគ្មានឥទ្ធិពលអ្វីលើលោកឡើយពិតជាស័ក្តិសមជាកញ្ចក់តុងហ៊ូងមែនមានរបស់នេះហើយសូម្បីតែកម្ពុជាអ្នកចម្បាំងកម្រិតរួមធៀបក៏មិនប្រកាសជាគូប្រកួតយើងដែរស្លាប់ហើយ ជីអើរឿងអីកើតឡើងហ្នឹងម្នាក់នេះសុកមិនក៏លីខ្លាយជាធ្លុកឈាមសាច់ទៅវិញ
ខ្ញុំដឹងហើយច្បាស់ជាមកពីកម្រិតបារមីរបស់វាមិនទាន់គ្រប់គ្រាន់ហើយបង្ខំបញ្ជាកញ្ចក់តុងហួងទើបខ្លាយជាបែបនេះបើនិយាយបែបនេះបារមីរបស់លោកពូសិស្សគឺខ្ពស់ជាងកម្រិតហើយឈានឆ្ងាយណាស់ ខ្ញុំហីនិយាយផ្ដេសផ្ដាស់អីខ្ញុំគ្រាន់តែជាអ្នកហាត់ខ្យល់ប្រាណធម្មតាម្នាក់ប៉ុណ្ណោះ ខ្ញុំមិនជឿទេអ្នកហាត់ខ្យល់ប្រាណធ្វើមិនដេចអាចលើកធំពិសិដ្ឋបីទីរួចហើយធ្វើមិនដេចអាចប្រើប្រាស់កញ្ចក់តុងហួងបាន ឬមួយខ្ញុំពិតជាកំពូលអ្នកចម្បាំងមិនបញ្ចេញមុខមែនតែវាមិនត្រូវតតែសោះមុនពេលលោកគ្រូចាក់ចេញគាត់បានប្រាប់ច្បាស់ណាស់ថាខ្ញុំគ្រាន់តែជាមនុស្សអន់ដែលមិនអាចហាត់វិជ្ជាបានប៉ុណ្ណោះកូនសិស្សឲ្យលោកគ្រូត្រូវទៅហើយតែចាស់លោកចង់ទៅក៏ទៅព្រាមអញ្ចឹងលោកមិនទាន់បានបង្រៀនមិនអាគមដល់ខ្ញុំនៅឡើយទេឲ្យឯងមានដងខ្សោយណាស់មួយជីវិតនេះបានត្រឹមតែហាត់ខ្យល់ប្រាណប៉ុណ្ណោះមិនស័ក្តិសមនឹងហាត់មិនអាគមទេឯងនៅសំងំលើភ្នំនេះឲ្យស្ងៀមទៅកុំចុះទៅក្រោមអីតែចាស់កុំបារម្ភអីទៅថ្ងៃមុខខ្ញុំនៅទីនេះចិញ្ចឹមមាន់ទៅបានហើយទោះលោកឲ្យខ្ញុំចុះទៅក៏ខ្ញុំមិនចុះដែរតាចាស់របស់នេះជាស្អីនេះជាកាដូផ្ដាំចុងក្រោយរបស់គ្រូវាអាចជួយសង្គ្រោះជីវិតឯងបានចង់ចាំទុកបើមិនដល់ការកំណត់ចាំបាច់បំផុតទេដាច់ខាតកុំយកវាចេញមកប្រើឲ្យសោះតាចាស់កុំបារម្ភខ្ញុំយល់ហើយនៅតែជាឯងដដែលតាចាស់នោះធ្លាប់ប្រាប់ហើយថាមួយជីវិតនេះខ្ញុំមិនអាចទម្លុះកម្រិតហាត់ខ្យល់ប្រាណបានទេគាត់ច្បាស់ជាមិនកុហកខ្ញុំនោះឡើយលោកពូគ្រូអរគុណលោកពូហើយ ហេតុអីត្រូវគួសមជាមួយពូធ្វើអីយ៉ាងម៉េចអ្នកឯងត្រូវរបួសហឺ លោកពូខ្ញុំមិនបានត្រូវរបួសទេប៉ុន្តែមុនពេលពួកលោកមកដល់វាងយ៉ាងខុនបានឲ្យខ្ញុំផឹកថ្នាំសម្រាប់មួយដបថាម៉េចពួកនិកាយស្វៀនសាមកក្បាច់នេះទៀតហើយលើកមុនបើគុំតែបានលោកពូជួយបន្សាបជាតិពុលខ្ញុំច្បាស់ជាលោកពូជួយបន្សាបជាតិពុលឲ្យឯងដោយរបៀបណាតាមពិតទៅខ្ញុំនឹងលីងយ៉ាងសុទ្ធតែបានហាត់ក្បាច់ធ្វើធៀបរួមគ្នាជាមួយលោកពូរួចហើយហេតុនេះហើយទើបពួកយើងអាចទម្លុះកម្រិតតឹងតែងបានពួកឯងនិយាយផ្ដេសផ្ដាស់អីហ្នឹងរឿងបែបហ្នឹងកើតឡើងយ៉ាងម៉េចបានទៅសិស្សច្បងពួកយើងមិនបានកុហកបងទេការពិតគឺបែបហ្នឹងបើបងមិនជឿទេសាក់លពងម្ដងមើលទៅយ៉ាងម៉េចដែរខ្ញុំមិនបានទេរឿងខុសកន្លងសិលធម៌បែបនេះខ្ញុំធ្វើទៅរួចយ៉ាងម៉េចបើរឿងនេះបើលោកគ្រូដឹងរឿងនេះគាត់ច្បាស់ជាសម្រាប់ពួកយើងមិនខានប៉ុន្តែបើបងមិនធ្វើបែបនេះបងនឹងស្លាប់បងគួរតែដឹងហើយថាថ្នាំសម្រាប់របស់និកាយស្វៀនសាគ្មានថ្នាំបន្សាបទេកុំនិយាយទៀតអីខ្ញុំមិន បំភ្លេចចោលទៅសិស្សច្បងរបស់ពួកឯងមិនដូចពួកឯងទេស្ទើរតែចាត់ទុកខ្ញុំជាកន្លែងបិទស្រុកធាតុទៅហើយ ខ្លួនប្រាណខ្ញុំក្តៅណាស់ពិបាកទ្រាំណាស់លោកពូប្រញាប់គិតវិធីទៅ ខ្ញុំមានវិធីអីទៅមិនអាចឲ្យខ្ញុំជាអ្នកដើមមុននោះទេ សិស្សច្បងបងត្រូវគេបង្ខំទេទោះបីលោកគ្រូដឹងក៏មិនខឹងដែរម្យ៉ាងទៀតពួកយើងក៏មិនឲ្យលោកគ្រូដឹងពីរឿងនេះដែរ បិចចឹងសម្លឹងមើលខ្ញុំធ្វើអីហ្នឹង សុំទោសឲ្យលោកពូ